ខ្ញុំចេញទៅដំបងដោយសារតែគេថាកងទ័ពរំដោះវាយបែកភ្នំពេញហើយបន្តិចទៀតអាមេរិកនឹងមកសងសឹកទម្លាក់គ្រាប់អីចឹងគេឲ្យគ្រួសារយើងចេញទាំងអស់គ្នាខ្ញុំចាំយើងកំពុងតែអបអរសាទរសบายចេញមកក្រៅប៉ុន្តែត្រូវពុកម្ដាយហៅចូលទៅវិញហើយរៀបចំខោអាវចេញទៅដំបងអត់ដឹងចេញទៅណាទេគេឲ្យតែចេញផុតពីភ្នំពេញសិនហើយយើងចេញទាំងអស់គ្នាអ្នកទីក្រុងភ្នំពេញរាប់លានអ្នកនឹងដើរចេញទៅទាំងអស់ដើរហ្មងដើរកាត់ស្ពានច្បារអំពៅនេះឲ្យខ្ញុំចាំមានឃើញមនុស្សស្លាប់នៅក្បែរនឹងស្ពានហ្នឹងព្រោះមិនដឹងថាគេត្រូវគេបាញ់ឬក៏ត្រូវគេអីគេក្របកណាត់ក្របអីដើរចេញទៅយើងនៅកន្លែងជ្រោយតាព្រំហ្នឹងនៅយូរដែរព្រោះសង្ឃឹមថាចូលភ្នំពេញវិញប្រហែលជាមិនតិចជាង3អាទិត្យទេដែលនៅសុំផ្ទះអ្នកស្រុកនៅក្រោយមកទៀតបានគេប្រាប់ថាអត់ឲ្យចូលវិញទេអ្នកស្រុកណាទៅស្រុកហ្នឹងហើយយើងក៏សម្រេចចិត្តដោយសារម្ដាយខ្ញុំអ្នកស្វាយរៀងនៅឆ្ងាយទៅស្វាយរៀងហើយឪពុកខ្ញុំប៉ាខ្ញុំអ្នកស្រុកព្រៃវែងស្រុកនៅភូមិជ្រៃក្រាំងហើយស្រុកពីរាំងនេះកន្លែងនេះចិត្តជាងអញ្ចឹងក៏សម្រាប់ទៅស្រុកប៉ាទៅដល់អត់យូរទេប្រហែលជាមួយអាទិត្យពីរអាទិត្យគេហៅប៉ាទៅរៀនសូត្រដំបូងគេហៅថាហៅទៅប្រជុំបាត់ពេញមួយថ្ងៃហើយបានត្រឡប់មកវិញពីរថ្ងៃក្រោយមកបានគេហៅទៅម្ដងទៀតយប់មុនទៅនោះតែគាត់និយាយច្រើនសុំទោសម៉ាក់អីចឹងពីរឃ្លាដែលខ្ញុំចាំគាត់ផ្ដាំថាទោះបីយ៉ាងណាក៏ដោយពេលដែលស្រុកស្រួលបួលបញ្ជូនកូនទៅសាលាវិញបណ្ដាំទី2ថាអប់រំកូនឲ្យខ្លាចជាមនុស្សល្អពីរឃ្លានេះតែខ្ញុំលើកចាំបណ្ដាំពីរឃ្លានេះខ្លាយទៅជាគោលការណ៍រួមរបស់ជីវិតខ្ញុំមិនបោះបង់ការសិក្សាហើយខ្ញុំមិនធ្វើអីបង្ករឿងក្នុងសង្គមក្រោយឪពុកត្រូវពួកកម្មាភិបាលខ្មែរក្រហមនាំយកទៅរៀនសូត្រដែលពាក្យរៀនសូត្រនេះមានន័យថាយកទៅសម្លាប់លោកនិងបងប្អូនត្រូវបានម្ដាយនាំពីខេត្តព្រៃវែងទៅខេត្តស្វាយរៀងដែលជាស្រុកកំណើតខាងម្ដាយហើយពេលដែលគេយកប៉ាទៅហើយជាមួយខែគុំប៉ុណ្ណាដែលម្ដាយខ្ញុំសម្រាប់ថាទៅស្វាយរៀងទៅស្រុកកំណើតគាត់គេលុះជួបបងប្អូនពេលនោះគេនៅឲ្យធ្វើដំណើរនៅឡើយព្រោះមិនទាន់ញ៉ាំបាយរួមទេមិនទាន់មានរូបបាយរួមអីទេញ៉ាំបាយតាមផ្ទះខ្ញុំចាំម្ដាយខ្ញុំទៅថ្វាយបង្គំលោកនៅវត្តក្នុងភូមិនោះម្ដងទៀតសុំរបស់របរខ្លះលោកបានឲ្យចានឆ្នាំងបន្តិចតួចនឹងតាជួយរៀបចំរទេះក៏ហើយយើងទៅស្វាយរៀងក៏ប៉ុន្តែពេលដែលពួកខ្ញុំមកស្វាយរៀងមកដល់កំចាយមាភូមិស្មោងខាងជើងមកដល់កន្លែងនេះគេខាត់អត់ឲ្យទៅស្វាយរៀងជាចេតនាល្អរបស់អ្នកភូមិក្នុងសម័យប៉ុលពតនោះដែលខាត់ក្រុមគ្រួសារខ្ញុំមិនឲ្យទៅស្វាយរៀងព្រោះគាត់ថាស្វាយរៀងត្រូវបានគេចាត់ថាជាតំបន់ពួកក្បត់ដែលគេជំនះចេញយកទៅសម្លាប់នៅបាត់ដំបងពោធិ៍សាត់អ្នកខ្លះក៏គេសម្លាប់នៅស្វាយរៀងពេលនោះពួកខ្ញុំសម្រាប់ថានៅតាមការខាត់របស់អង្គការរបស់ប្រធានភូមិហ្នឹងបាទហើយម្ដាយខ្ញុំមានបងប្អូនបកើត5-6នាក់ដែលបែកភ្នំពេញភ្លៀងពួកគាត់ទៅស្វាយរៀងទៅស្រុកកំណើតពួកគាត់ត្រូវបានគេយកទៅសម្លាប់ទាំងអស់ខាងឪពុកខ្ញុំមានគ្រួសារមួយអស់ទាំងអស់គ្រួសារខ្លះទៀតស្លាប់តែមួយចំនួនស្លាប់តែឪពុកស្លាប់តែអីប៉ុន្តែខាងម្ដាយខ្ញុំគ្មានបងប្អូនចដូនមួយខាងមកដែរក្រោយស្រុកទេសស្រួល
ជាភពសំណាងកូនអ្នក17មេសាម្នាក់នេះនិងបងប្អូន2នាក់ព្រមទាំងម្ដាយបានរួចជីវិតពីរបបប៉ុលពតហើយរស់នៅស្ពាយពេកបណ្ដាំ2ឃ្លាដែលជាទ្រព្យចុងក្រោយរបស់ឪពុក